ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះចង់ណែនាំអ្នកទាំងអស់គ្នាអំពីទីតាំងលក់ទុរេនមួយកន្លែងនៅក្នុងទីរួមស្រុកមេមត់អ្នកទាំងអស់គ្នាដែលការតាំងលក់ទុរេននេះគឺជារបស់សហគមន៍យើងហើយមានការរៀបចំដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំហើយយើងបានកំណត់ទីតាំងលក់ជុំគ្នានៅការិយាល័យកសិកម្មស្រុកមេមត់ដែលការិយាល័យកសិកម្មស្រុកមេមត់ស្ថិតនៅតមុខនឹងការ៉ាសាំងតូតាល់ចានៅខាងក្នុងនេះយើងមានការរៀបចំស្តង់លក់ផ្លែឈើច្រើនមែនទែនមិនមែនមានតែទុរេនទេប៉ុន្តែដោយសារតែខែនេះយើងមានជារដូវកាលផ្លែទុរេនដូច្នេះយើងមានការតាំងលក់ផ្លែទុរេនច្រើននៅក្នុងស្តង់នេះផងដែរយើងមានជាផ្លែឈើហូបផ្លែមានប័រមានសាវម៉ាវមានទុរេនមានមង្ឃុតអីជាដើមក៏ប៉ុន្តែយើងfocus ទៅលើផ្លែទុរេនច្រើនជាងដោយសារតែរដូវកាលនេះគឺជារដូវកាលទុរេនបងអ្នកទាំងអស់គ្នាចូលមកមើលការតាំងបង្ហាញផ្លែឈើរបស់យើងនៅក្នុងនេះមានច្រើនមែនទែនផ្លែឈើមានតាំងពីមង្ឃុតសាវម៉ាវប្រភេទពូជសាវម៉ាវសាច់ស្រួយហើយទុរេនចានេះពូជអីណាមូសង្ឃេមមានតាំងពូជដកគោមានតាំងពីផ្លែប័រមានតាំងពីមង្ឃុតអូច្រើនមែនទែនផ្លែតូចផ្លែធំតាមតម្រូវការសបកស្ដាងល្អមែនទែនហើយសិតតែមានផ្លាកសម្គាល់ដូចគ្នាមានលេខទូរស័ព្ទមានឈ្មោះសហគមន៍សរុបរួមមកវិញបងប្អូនទាំងអស់គ្នាបើសិនជាចង់ទិញទុរេនដែលមានរសជាតិឆ្ងាញ់ហើយជារបស់កសិករអ្នកទាំងអស់គ្នាអាចមកទីតាំងនេះបាននៅក្នុងការិយាល័យកសិកម្មស្រុកមេមត់ដែលស្ថិតនៅលើផ្លូវជាតិលេខ7នៅទីរួមស្រុកមេមត់តមុខការ៉ាសាំងតូតាល់ថ្ងៃចុងសប្តាហ៍បើសិនជាចង់ថានាំគ្រួសារឬក៏មានដំណើរកម្សាន្តអីផ្សេងនៅតាមចំការក៏អាចមកតាក់ទងបងអ្នកលក់នៅទីនេះដែរគាត់នឹងជូនទៅលេងនៅចំការផ្ទាល់តែម្ដងអាចមកទីនេះភ្លក់រសជាតិហើយអាចទិញហើយអាចទៅដល់ចំការថតរូបឬក៏ទៅលេងកម្សាន្តនៅទីនោះផ្ទាល់សូមអរគុណសូមជម្រាបលា